បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាវិលមកជួបខ្ញុំផ្សាយជាថ្មីដែលយើងធ្វើដំណើរទៅរកគ្រឿងសមុទ្រនៅឯខាងសមុទ្រហើយបងប្អូនចង់ដឹងថាវីដេអូហ្នឹងបានឬមិនបានវីដេអូយើងចាក់មកអីបែបម៉េចបងប្អូនទស្សនាដល់ចប់បងប្អូនគ្នាណាបងប្អូនហើយចូលចិត្តវីដេអូខ្ញុំសូមជួយ Subscribe Channel ខ្ញុំម្នាក់មួយផងមុននឹងយើងចេញទៅបងប្អូនយើងរៀបចំអីវ៉ាន់សពគ្រប់សិនហើយផ្ទះខ្ញុំនៅជាប់មាត់ទឹកចឹងទៅបងប្អូនហើយទៅសារនេះគីឡូយើងទៅគីឡូច្រើនសត្វតែបងប្អូនខ្ញុំទាំងអស់គ្រួសារលក្ខណៈគ្រួសារណាយើងទៅហើយសកម្មភាពតាមទូកយើងមើលទៅបងប្អូនទៅសភាពវានិយាយទៅស្អាតសម្រាប់ខ្ញុំនៅរងថ្ងៃវាមិនសូវស្អាតបានទេតែបងប្អូនមើលទៅអ្នកអត់ធ្លាប់មើលឃើញទៅរៀងប្លែកអារម្មណ៍ហើយនេះគេហៅដៃព្រែកបងប្អូនហើយយើងទៅនេះលក្ខណៈគ្រួសារទៅរបៀបថាទៅសបាយបងប្អូនមិនមែនទៅរករបៀបលក់របៀបអីទេទៅរកបានភ្លាមញ៉ាំនៅនឹងភ្លាមធ្វើអីញ៉ាំនៅនឹងទាំងអស់គ្នាណាហើយយើងមុនតែយើងទៅដល់អីយើងតាមទូកតាមនេះយើងរៀបចំញ៉ាំអីទីទួយទៅអ្នកខ្លះក៏ញ៉ាំអ្នកខ្លះក៏ផឹកអីចឹងណាបងប្អូនដើម្បីអីព្រួយទៅពេលយើងទៅដល់សមុទ្រហើយយើងជាប់ដៃរគឺយើងអត់មានពេលហូបទេអញ្ចឹងកុំឲ្យយើងឃ្លានអីចឹងណាហើយម្នាក់មើលមុខដល់ហើយសុបាយចិត្តរីករាយបានទៅសមុទ្រម្ដងតែអត់ទាន់ដឹងផលវិបាកម្នាក់លាបម្សៅអស់ទាំងរយព្រួយនៅសមុទ្របងប្អូនដឹងស្រាប់ហើយគឺវាទឹកប្រៃអញ្ចឹងមកដល់ផ្ទះវិញម្នាក់គឺរឹងខ្លួនហើយតែសួរថាហេតុអ្វីចង់ទៅព្រួយទៅសមុទ្រម្ដងវាសុបាយបងប្អូនមើលសកម្មភាពនឹងជីទូទៅទាំងអស់គ្នាទៅទេសភាពមួយយ៉ាងមានគុកមានអីហើយអញ្ចឹងណាហើយសម្រាប់ចិត្តយប់បងប្អូនគឺទេសភាពស្អាតមែនតើដល់ពេលយើងរត់ទៅកាត់ព្រែកវាឡើងក្រហមមើលទៅរីខ្វះឡើងមែនតើបងប្អូនអើយខ្ញុំមានអារម្មណ៍ថាឃើញចង់ទៅម្ដងទៀតតែស្អែកខែនេះវាខុសឲ្យបងប្អូនអត់បានទៅទៀតឥឡូវក៏យើងមកដល់ហើយបងប្អូនមកដល់ភ្លាមគឺយប់ភ្លាមហ្មងឥឡូវអត់មើលឃើញកោះឃើញត្រើយទេឃើញតែភ្លើងខ្លងទូកដអីដែរបងប្អូនតែខ្ញុំទុកចិត្តលើដៃប៉ាខ្ញុំគាត់ច្បាស់ខាងហ្នឹងរាប់ឆ្នាំហើយអញ្ចឹងយើងអត់ជួបបញ្ហាទុកព្រួយអីទេគាត់ច្បាស់ខាងហ្នឹងយើងចាំតែដើរចាក់ទៅអធិស្ឋានបងប្អូនដោយសារអត់បានថតវីដេអូរបៀបចាក់មឹកចាប់មឹកអីចឹងដោយសារបងប្អូនមើលក្បាលវីដេអូទៅដឹងហើយមនុស្សច្រើនពេកទៅពេលអញ្ចឹងទៅបងប្អូនអើយរកពេលថតវីដេអូបានខ្លាចតែធ្លាក់ទូរស័ព្ទក្នុងទឹកឥឡូវក៏ចាប់ដើមឆ្ងោមមឹកហ្នឹងបងប្អូនយើងរកបានធម្មជាតិពិតនេះហើយបងប្អូនអើយមើលមឹកស្រស់អញ្ចេះបងប្អូនអើយនិយាយទៅស្រក់ទឹកមាត់ហ្មងនេះនិយាយទៅពិជាតិបងប្អូនអ្នកខ្លះក៏ប្រកាត់ភ្លើងអីចឹងទៅហើយក៏លាងមឹកលាងអីខ្ញុំដាក់ឆ្ងោអញ្ចឹងណាបងប្អូនហើយរសជាតិបងប្អូនខ្ញុំបាក់ប្រាប់បងប្អូនណាមើលនេះអូអែមស្នេហ៍តែម្ដងពីយើងធ្វើការដាក់មឹកឆ្ងោអញ្ចឹងណាបងប្អូនហើយមឹកនេះខ្ញុំឆ្ងោប្រហែលជា5-6 គីឡូដែរដោយសារអីគ្នាយើងច្រើនដែលយើងឆ្ងោអញ្ចឹងមិនញ៉ាំឆ្អែតហើយយើងអត់យកទៅផ្ទះទេបានច្រើនឲ្យយកទៅយើងញ៉ាំហើយបានយើងយកទៅផ្ទះអញ្ចឹងណាព្រោះយើងញ៉ាំភ្លាមនេះវាឆ្ងាញ់ជាងយកដល់ផ្ទះវាធ្វើឆ្ងាញ់ទេដឹងស្រាប់មឹកហើយក៏ឲ្យបងកសាក់មួយមុនមឹកភ្នោកដាក់ទុកទៅអូយឆ្ងាញ់ណាស់សកម្មភាពបងប្អូនមើលទៅហើយបើចូលចិត្តវីដេអូអញ្ចឹងបងប្អូនចាំជួយ Subscribe Channel បងប្អូនមួយផងដើម្បីអរគុណជម្រាបលា